តែគេល្បីថានៅផ្សារសាមគ្គីខេត្តស្ទឹងត្រែងគឺសម្បូរត្រីមែនទែនបងប្អូនដោយសារតែនៅខេត្តស្ទឹងត្រែងគឺមានទន្លេហូរកាត់ដល់ទៅ4ណាបងប្អូនគឺទន្លេសេសានទន្លេសេកុងទន្លេស្រែពកហើយនិងទន្លេមេគង្គអញ្ចឹងហើយគេល្បីថានៅផ្សារសាមគ្គីហ្នឹងគឺសម្បូរជាងគេប្រភេទត្រីបងប្អូនហើយត្រីដែលល្បីជាងគេនៅខេត្តស្ទឹងត្រែងគឺត្រីប៉ាសៃអ៊ីបងប្អូនអើយនិយាយពីថាខ្ញុំដើររោដើម្បីទិញត្រីប៉ាសៃអ៊ីហ្នឹងគឺថាអត់មានទេរកមុខផ្សារអីហ្នឹងបងប្អូនអើយឃើញតែបន្លែផ្លែឈើជាពិសេសគឺសម្បូរផ្កាឈូកហ្មងដល់ពេលបានទៅដល់មុខហ្នឹងបន្តិចបានមីងគាត់ប្រាប់ថាអូត្រីប៉ាសៃអ៊ីខែនេះអត់សូវមានទេក្មួយអើយដល់ចាំតិចទៀតបានមានត្រីប៉ាសៃអ៊ីអញ្ចឹងណាហើយចំពោះតម្លៃត្រីប៉ាសៃអ៊ីហ្នឹងក៏រៀងសមរម្យគ្រាន់បើដែរសម្រាប់ផ្សារនៅទីរួមខេត្តស្ទឹងត្រែងបងប្អូនគឺថាធំខ្លាំងមែនទែនដោយសារតែនៅទីនោះគឺប្រជាពលរដ្ឋគាត់រស់នៅច្រើនអញ្ចឹងហើយគេធ្វើផ្សារក៏ធំអ្នកលក់ដូរក៏ច្រើនដែរបងប្អូននិយាយពីថាច្រើនមែនទែនតែនេះខ្ញុំទៅដល់រៀងល្ងាចណាបងប្អូននៅឃើញការលក់ដូរប៉ុណ្ណឹងមិនសិនខ្ញុំទៅដល់ពេលព្រឹកវិញអូអ្នកលក់ដូរគឺច្រើនខ្លាំងណាស់ហើយមិនថាផ្សារក៏ដោយផ្ទះប្រជាពលរដ្ឋក៏ដោយគឺភាគច្រើននៅមកជួរដងទន្លេហ្មងបងប្អូនដោយសារតែនៅនោះគឺទន្លេហូរកាត់វែងមែនទែនអញ្ចឹងហើយគឺផ្ទះប្រជាពលរដ្ឋភាគច្រើននៅតាមទន្លេហើយអ្វីដែលគួរឲ្យចំណាយអ្នកខេត្តស្ទឹងត្រែងជាងគេបងប្អូនគឺដោយសារតែនៅខេត្តស្ទឹងត្រែងជាប់នៅខេត្តរតនគិរីហើយនឹងជាប់ប្រទេសឡាវបងប្អូនសុទ្ធតែជាតំបន់ទេសចរដែលមានដើមឈើស្អាតមានព្រៃឈើអីចឹងទៅហើយបើសិនជាអ្នកខេត្តស្ទឹងត្រែងគាត់ចង់ទៅដើរលេងនៅប្រទេសឡាវអីចឹងបងប្អូនគាត់ជិះទៅតែមួយផ្លេតគឺដល់ប្រទេសឡាវហើយដោយសារតែនៅគៀកមែនទែនអញ្ចឹងណាត្រង់ចំណុចហ្នឹងហើយដែលថាគួរឲ្យចំណាយអ្នកខេត្តស្ទឹងត្រែងបងប្អូនតែខេត្តស្ទឹងត្រែងក៏ជាខេត្តមួយដែលដាច់ស្រយាលហើយនៅជាប់នឹងជាយដែនកម្ពុជាឡាវផងដែរបងប្អូនហើយបើយើងចូលដើរមកដល់ក្នុងផ្សារវិញគឺយើងឃើញគេសម្បូរលក់ទៅដោយប្រភេទអីវ៉ាន់ចាប់រួយផ្សេងនិងខោអាវចានឆ្នាំងអីជាដើមអញ្ចឹងណាបងប្អូនប៉ុន្តែបើនៅខាងក្រោយផ្សារខាងគៀនផ្សារអីហ្នឹងវិញគឺគេលក់សម្បូរលក់ទៅដោយបន្លែឬក៏ត្រីសាច់អីផ្សេងលក្ខណៈជាម្ហូបអីចឹងទៅហើយនេះវិញនៅខាងក្រោយផ្សារបងប្អូនគឺកន្លែងគេចតម៉ូតូចតអីប៉ុន្តែក៏គេសម្បូរលក់របៀបដូចនំខ្មែរសម្បូរលក់បន្លែអីច្រើនណាស់បងប្អូននិយាយទៅដល់ហ្នឹងគឺខ្វះកហ្មងខ្ញុំដើរទៅដល់ខ្ញុំចេះសួរមីងមានឃើញគេលក់ត្រីអីអត់ក៏ថាំងក្មួយឯងទៅមកម៉ោងចន្លោះហ្នឹងអត់មានទេម៉ោងប្រហែលម៉ោង3ម៉ោង4ល្ងាចហ្នឹងគឺអត់មានទេបងប្អូនដល់តែទៅខ្ទង់ម៉ោងពេលព្រឹកម៉ោង9ម៉ោង10ព្រឹកឬក៏ម៉ោង8ព្រឹកអីហ្នឹងគឺគេសម្បូរលក់ត្រីលក់អីច្រើនខ្លាំងហើយដើរមកខាងគៀននេះក៏ឃើញបងស្រីគាត់លក់នំគ្រក់លក់បាញ់ឆាវអីចឹងណាបងគាត់ថាទៀតគាត់ថាបើសិនជាឯងមកពេលព្រឹកគឺសម្បូរនំខ្មែរលក់ជជួរហ្មងមកតែមើលស្មើហ្នឹងគឺអត់សូវសម្បូរឯងខ្ញុំគាត់ថាអុយសម្បូរឯងបងអើយខ្ញុំឃើញច្រើនអីចឹងណាប៉ុន្តែសម្រាប់គាត់ថាអត់ច្រើនទេដោយសារតែគេមានលក់ច្រើនហើយនេះវិញគឺជ្រក់តាពាំងព្រែកបងប្អូននិយាយទៅអុយសម្បូរហូរហែលក់ខ្លាំងមែនទែនហ្មងនិយាយទៅសម្រាប់ផ្សារហ្នឹងវិញគឺថាជុំវិញផ្សារទាំងអស់គឺសម្បូរលក់បន្លែផ្លែឈើនំចំណីអាហារចំណែកឯក្នុងផ្សារគឺលក់ខោអាវលក់អីវ៉ាន់ចានឆ្នាំងអីស្បែកជើងអីផ្សេងជាដើមចឹងទៅហើយចំពោះទំហំផ្សារហ្នឹងវិញគឺថាធំមែនទែនបងប្អូនខ្ញុំដើរលំបែកញើសជោគទ្រាំតែផុតទ្រាំតែបានជុំវិញផ្សារហ្នឹងគឺធំមែនទែនហ្មងនិយាយទៅអីដែលសម្បូរនៅហ្នឹងគឺកលេចឃើញជាងគេគឺសម្បូរត្រីងៀតបងប្អូនហើយចំពោះត្រីវិញបើថាមានគឺប្លែកហ្មងអាត្រីដែលស្រស់គេចាប់បានពីទន្លេហ្នឹងគឺប្រភេទត្រីប្លែកបងប្អូនមានធំមានតូចហើយមើលរូបរាងទៅគឺប្លែកហ្មងសឹងតែថាស្រុកយើងដែលអត់មានទន្លេយើងអត់អាចនឹងសង្ឃឹមថាឃើញត្រីរបៀបហ្នឹងទេបងប្អូនដោយសារតែវាប្លែកហើយស្រុកយើងដែលអត់ទន្លេគឺអាចឃើញហ្មងដោយសារតែអ្នកនៅជាប់ទន្លេគឺគាត់សម្បូរត្រីប្លែកដោយសារតែទន្លេវាធំអញ្ចឹងទៅគេរកបានត្រីប្លែកយកមកលក់អញ្ចឹងណាបងប្អូនហើយនេះគឺខ្ញុំបានដើរជុំវិញផ្សារបងប្អូនតាំងខាងគៀនខាងក្រោយហ្នឹងគឺគេមានលក់របៀបហ្នឹងទាំងអស់តាំងបន្លែត្រីសាច់អីផ្សេងជាដើមអញ្ចឹងទៅគឺគេលក់លាយឡំគ្នាទាំងផ្លែឈើទាំងអីអញ្ចឹងណាបងប្អូន